ចារបៀបធ្វើទឹកដោះគោយ៉ាអ៊ូងាយស្រួលបងប្អូនអាចមើលវីដេអូនេះបានណារូបមន្តទឹកដោះគោយ៉ាអ៊ូនេះគឺស្រួលមែនតើបងប្អូនគាត់តែមានទឹកដោះគោខាប់ចំនួន3កំប៉ុងហើយត្រូវវល់ជាមួយនឹងទឹកក្តៅដាំពុះចំនួន3កំប៉ុងទឹកដោះគោខាប់ដូចគ្នាបន្តមកទៀតបងប្អូននិយាយទៅបងប្អូនចាក់ទឹកដោះគោខាប់ហើយត្រូវចាក់ទឹកក្តៅចាក់ទឹកក្តៅចូលហើយទើបបងប្អូនត្រូវប្រើមេយ៉ាអ៊ូនេះការប៉ັດបងប្អូនប្រើតែ4កំប៉ុងនេះក៏បានដែរតែខ្ញុំអត់ទេខ្ញុំប្រើជាមួយមេយ៉ាអ៊ូហ្នឹងចាចំនួន8កំប៉ុងពួកបើកទូទឹកកកមកឃើញមកខ្ញុំដាក់ទាំងអស់ហើយបងប្អូនត្រូវប្រើទឹកដោះគោស្រស់ហ្នឹងចាចំនួន9កំប៉ុងចា9កំប៉ុងទឹកដោះគោខាប់បងប្អូនកំប៉ុងដោះគោខាប់យើងហ្នឹងបើទឹកដោះគោស្រស់ហ្នឹងបងប្អូនអត់គ្រប់ទេបងប្អូនអាចប្រើជាមួយទឹកដោះគោផ្កាម្លិះដូចគ្នាបានបងប្អូនបន្ថែមអញ្ចឹងទៅវាធ្វើឲ្យនឹងទឹកដោះគោយ៉ាអ៊ូរបស់យើងវាខាប់ល្អអញ្ចឹងណាបងប្អូនវល់ទៅធ្វើមិនឲ្យដឹងថារូបមន្តមួយកំប៉ុងទឹកដោះគោខាប់ទឹកក្តៅមួយកំប៉ុងទឹកដោះគោខាប់ហើយនឹងទឹកដោះគោស្រស់ចំនួន3កំប៉ុងហើយមេយ៉ាអ៊ូហ្នឹងបងប្អូនអាចប្រើតែមួយក៏បានដែរបើបងប្អូនចង់ធ្វើចំនួនតិចតែនេះខ្ញុំធ្វើច្រើនបងប្អូនកាពិតយើងអាចផ្ងំនេះពេលដែលគោលបាយចូលគ្នាហើយយើងអាចផ្ងំមួយឆ្នាំងនឹងចូលក៏បានដែរប៉ុន្តែខ្ញុំឃើញឆ្នាំងវារៀងហៀខ្លាំងពេកខ្ញុំក៏ម្លែកចូលកំប៉ុងឲ្យហើយអញ្ចឹងទៅចាការផ្ងំគឺបងប្អូនត្រូវតែមានទឹកក្តៅអ៊ុនៗណាបងប្អូនចាដាក់ដូចខ្ញុំបែបហ្នឹងទៅហើយចាំយើងដាក់ឆ្នាំងចូលហើយបិទកម៉ូបហើយបងប្អូនអាចផ្ងំជាមួយអាចកំប៉ុងដែលយើងដាក់ចូលគ្នាអញ្ចឹងទៅហើយផ្ងំរយៈពេលមួយយប់បងប្អូនចាបន្ទាប់ពីផ្ងំរយៈពេលមួយយប់ហើយគឺសាច់យ៉ាអ៊ូយើងគឺបានបែបហ្នឹងល្អខ្លាំងមែនតែនហ្មងចាបន្ទាប់ពីឃើញសាច់យ៉ាអ៊ូបែបហ្នឹងហើយគឺមានអារម្មណ៍ថារីករាយមែនតែនចាញ័រដៃញ័រជើងដែលចាក់ចូលកំប៉ុងនិយាយទៅពេលដែលមុននឹងធ្វើត្រូវក៏ខ្ញុំឆ្លងធ្វើខុសដូចគ្នាដែរអញ្ចឹងបងប្អូនត្រូវប្រយ័ត្នប្រយែងក្នុងការធ្វើបន្តិចឥឡូវនេះខ្ញុំច្រកចូលកន្លអស់ហើយចាចូលកន្លអីកំប៉ុងចូលហ្នឹងហើយហើយក៏រៀបចូលទូទឹកកកចាខ្ញុំអានេះរៀបចូលកកខ្លះចឹងទៅក៏រៀបដាក់អាកន្លែងអត់កកខ្លះព្រោះដោយសារម៉ាក់ខ្ញុំអត់សូវចូលចិត្តកកខ្លាំងទេហើយសម្រាប់ការធ្វើយ៉ាអ៊ូហ្នឹងខ្ញុំធ្វើគឺអត់ផ្អែមខ្លាំងណាបងប្អូននិយាយទៅខ្ញុំធ្វើនេះផ្អែមល្មមញ៉ាំអត់ផ្អែមខ្លាំងទេញ៉ាំច្រើនក៏អត់ឈឺកដែរតែបើតែឃើញច្រើនមែនតែញ៉ាំតែមួយថ្ងៃអស់ហើយព្រោះតែខ្ញុំសបោក្មេងចាក្មេងច្រើនហ្មងបើដឹងតែយើងធ្វើយ៉ាអ៊ូវិញមកពីសាលាគឺធៀមមាត់ហ្មងសម្រាប់បងប្អូនដែលអត់ចូលចិត្តដាក់កន្លែងកក់បងប្អូនអាចដាក់កន្លែងធម្មតាចេះដូចខ្ញុំបានអរគុណសម្រាប់ការតាមមើលវីដេអូខ្ញុំរហូតពីដើមរហូតដល់ចប់ទាំងមើលឃើញរៀងវល់តិចក៏នៅតែធំមើលអរគុណចាបាយបាយ